អូខេឥឡូវពងនិយាយរឿងវីដេអូបាយធ្លាយតិចក៏ប៉ុន្តែបានឃើញវីដេអូមួយដែលប្រហែលជាបងប្អូនមួយបានឃើញណាពាក់ព័ន្ធនឹងវិន័យកងទ័ពហើយនៅក្នុងវីដេអូនោះយើងចាប់អារម្មណ៍ជាងគេគឺបងប្រុសទៅពេជ្ជការដែលនៅក្នុងវិន័យកងទ័ពការពិតមិនមែនតែនទៅប្រសិនបើអ្នកចូលធ្វើកងទ័ពអ្នកដែលចូលសាលាគឺយល់ហើយគឺដឹងពីវិន័យកងទ័ពថាយ៉ាងម៉េចហើយចង់ខ្លាយខ្លួនជាកងទ័ពមិនបាច់ថាចាំទៅកងទ័ពពិសេសកងទ័ពកំងដូមុខក្រហមទេត្រឹមតែកងទ័ពត្រឹមតែប៉ូលីសត្រឹមតែអាវុធហត្ថត្រឹមតែទាហានធម្មតានេះក៏ឆ្លងកាត់ការប្រខាត់បានន័យថាកម្រិតខ្ពស់ដែរយើងត្រូវប្រស៊ំតាំងពីខ្លួនប្រាណតាំងពីគេហៅថាការឈឺចាប់ទ្រាំជាមួយនឹងអាកាសធាតុការរស់នៅការអត់អាហារតែដល់ពេលបងប្អូនមហាជនឃើញវីដេអូហ្នឹងអាចនិយាយបានថាគាត់មិនពេញចិត្តចំពោះពាក្យសម្ដីបងទៅវិជ្ជការប៉ុន្តែរូបភាពបានន័យថាវីដេអូនេះមិនមែនថ្មីហ្នឹងទេរូបភាពវីដេអូហ្នឹងគឺតាំងពីជាង10ឆ្នាំមុនមកហើយជិត10ឆ្នាំហើយនៅក្នុងកំឡុងពេលវឹកវើនៅក្នុងកំឡុងពេលដែលសាលាបើកវគ្គបានន័យថាបំពន់ដល់សិក្ខាកាមអាហ្នឹងដូចខ្ញុំនិយាយចឹងតែសួរថាចុះពូចង់មិនបានដឹងមិនពូចង់ច្បាស់ម៉េចការវឹកហាត់ការលុតដំរបស់កងទ័ពអត់មានភាពខាងងាយស្រួលទេកងទ័ពខុសពីនិស្សិតខុសពីសិស្សនិស្សិតគាត់ការដូចការសភៅធម្មតាប៉ុន្តែពាក្យថាកងទ័ពវាត្រូវពិសេសជាងពលរដ្ឋជាងប្រជាជនធម្មតាហើយឧទាហរណ៍ថាប្រសិនបើមានសង្គ្រាមវាត្រូវអត់ធ្មត់តាំងពីការរស់នៅតាំងពីបានន័យថាប្រស៊ំជាមួយនឹងអាកាសធាតុការអត់អាហារភាពឈឺចាប់គ្រប់បែបយ៉ាងចូលឧទាហរណ៍ថាអានេះយើងគាត់ឧទាហរណ៍ថាចុះបើសិនបើខ្មាំងចាប់បានការធ្វើទរណកម្មផ្សេងប្រអត់អាហារវាយដំច្រំធាតុអញ្ចឹងបានគេប្រស៊ំមិនបែរណាឃើញផ្ទះមកកំភ្លៀងពីកំភ្លៀងអូអាក្រក់អក្រៃខ្លាំងមើលទៅវាប្រមាថទទួលយកប៉ុន្តែកងទ័ពគឺអញ្ចឹងហើយមិនមែនតែវីដេអូមួយនឹងទេវីដេអូប្រហែលឆ្នាំមុនដែលសាលានគរបាលឃើញគ្រូដើរផ្ទះកំភ្លៀងផ្ទះផងទាត់ផងអីផងក៏ឃើញមានបងប្អូនយើងរីគុណដែរគាត់គិតថាចូលសាលាកងទ័ពសាលានគរបាលសាលាអីហ្នឹងគឺងាយស្រួលចូលទៅក្រៅតែពីចេញមកវិញពាក្យឯកស្ថានចេះពាក្យឯកស្ថានបានមែនប៉ុន្តែត្រូវដឹងថាពាក្យថាកងទ័ពនេះពូនិយាយអញ្ចឹងគឺទទួលបានការវឹកហាត់កម្រិតខ្ពស់ខ្លាំងណាស់អានេះគ្រាន់តែជាផ្នែកមួយណាស៊ីប្រហែលកំភ្លៀងរបស់គ្រូបើវីដេអូមួយដែលពូបានមើលតាមដូចជា YouTube ឬក៏នៅលើ Facebook បើមិននៅឥណ្ឌូនេស៊ីនៅម៉ាឡេស៊ីកងទ័ពដែលគេកំពុងតែវឹកវើវឹកហាត់ហ្នឹងគឺលូននៅលើទឹកហ្មងហើយគ្រូនៅពីលើសងខាងបានគិតមើល AK47 ខ្ជុំគ្រាប់បានន័យថានៅនឹងក្បាលនេះសងខាងនេះហើយចុះប្រសិនបើឧទាហរណ៍ទៅបើសិនបើភ្លាត់គឺងាប់ហ្មងអាហ្នឹងការវឹកហាត់ការវឹកវើកម្រិតខ្ពស់ការវឹកហាត់កម្រិតខ្ពស់តែដល់ពេលបងប្អូនលេងគាត់ទៅលឺសម្ដីរបស់គ្រូទៅវិជ្ជការនិយាយប៉ុណ្ណឹងជេរគាត់ប្រមាថមើងងាយទៅលើគាត់ខ្ញុំមើលទៅគាត់ដូចរាល់ថ្ងៃហ្នឹងគាត់លះបង់ខ្ញុំអានេះពងនិយាយមែនបងប្អូនចំពោះបងប្រុសទៅវិជ្ជការគាត់ដូចជាទ័ពពិសេស911ឆាត់យងគាត់ជាគ្រូអញ្ចឹងគាត់ចង់ឲ្យសិស្សរបស់គាត់គឺមានគុណភាពមានភាពក្លាហានមានភាពរឹងមាំបានន័យថាអត់ធ្មត់អត់ធន់នៅក្នុងគ្រប់ស្ថានភាពគ្រប់ក្នុងស្ថានភាពនៅក្នុងកំឡុងពេលមានសង្គ្រាមឬក៏ក្នុងពេលមានបញ្ហាណាមួយសម្រាប់ការការពារប្រទេសជាតិតទល់ជាមួយនឹងខ្មាំងសត្រូវអញ្ចឹងយើងយកអារូបភាពអាសម្ដីប៉ុណ្ណឹងទៅជេរគាត់ទៅប្រមាថការទានដល់ក្រុមគ្រួសារគាត់ដល់ជីវិតគាត់អីអញ្ចឹងវាពិបាកអញ្ចឹងដូចពងនិយាយអញ្ចឹងវាមិនមែនពាក្យថាកងទ័ពចូលទៅពាក្យថាខែអាយចេញមកវិញបើកប្រាក់ខែអត់ទេហើយប្រសិនបើចូលដល់គេហៅថាកងទ័ពពិសេសឬក៏កងកម្លាំងដូការវឹកហាត់គឺលើទាហានបានន័យថាលើអាវុធហត្ថលើនគរបាលធម្មតាទៅទៀតអានោះប្រសិនបើអាចថាយើងចង់ចូលទៅក្នុងអង្គភាពកម្លាំងដូពិសេសព្រោះកម្លាំងដូពិសេសមួយមិនងាយចេញទេវាទាល់តែមានបេសកកម្មណាមួយធំឬក៏បេសកកម្មមួយដែលពិបាកបានគេបញ្ចេញមកគេប្រើកម្លាំងដូពិសេសនឹងចូលទៅ